cứ viên dập thì bảo viên cứ viên đây hiểu như nha ấy chân tệ sao ta nhầm hiệp trong việc tận hai tệ You on my mind a lot. Don't need no time watch. I don't know how I got you in my pocket spot. Yeah, that's babe. Need you every day. You like my oxygen. Make it seem like the barging them. Got my heart. Hello ទាំងអស់គ្នាស្វាគមន៍មក Hello ទាំងអស់គ្នាស្វាគមន៍មកកាន់ Channel YouTube របស់ខ្ញុំនឹងចាប់តាមធ្វើជាមួយនឹង vlog video របស់ខ្ញុំទុកផលនៅក្នុង YouTube របស់ខ្ញុំនេះដែរហើយនេះគឺជា first video ដែលខ្ញុំនឹងរៀនថតឲ្យផលនៅក្នុង YouTube ឲ្យទាំងអស់គ្នាបានឃើញអញ្ចឹងទាំងអស់គ្នាកុំភ្លេចតាមដានជាមួយនឹង Channel YouTube របស់ខ្ញុំផងទាំងអស់គ្នាហើយនេះដែរគឺឥឡូវនេះគឺខ្ញុំនៅក្នុងបន្ទប់របស់ខ្ញុំដែលខ្ញុំទៅប្រើមនុស្សថ្មីហើយបន្ទប់នេះវាគឺពេលដែលខ្ញុំមើលមកដំបូងអ្នកនរបន្ទប់នេះគឺក៏ខិតខ្លាំងមែនទែនហើយគឺអត់ស្អាតទេអ្វីដែលខ្ញុំចាប់អារម្មណ៍នោះគឺបន្ទប់នឹងរៀងធំហើយវាមានខ្យល់ចេញចូលបានល្អដោយសារតែវាមានប្អួយដល់ទៅ3អញ្ចឹងខ្ញុំនឹងធួបន្ទប់របស់ខ្ញុំឲ្យទាំងអស់គ្នាបានឃើញថាជំរឿបន្ទប់របស់ខ្ញុំដែលខ្ញុំគិតថាវាក៏ខិតហើយអីរបស់ខ្ញុំនៅតែចិត្តរបស់ខ្ញុំហ្នឹងនៅជាមួយនឹងបន្ទប់នឹងទៀតព្រោះថាខ្ញុំនឹងកែច្នៃបន្ទប់របស់ខ្ញុំហ្នឹងឲ្យកាន់តែស្អាតបន្ថែមទៀតអញ្ចឹងទៅឥឡូវទាំងអស់គ្នាចាំទៅមើលជាមួយនឹងធួបន្ទប់ដែលខ្ញុំសកម្មភាពខ្លះៗដែលខ្ញុំនឹងបង្ហាញទាំងអស់គ្នាឃើញថានៅក្នុងបន្ទប់របស់ខ្ញុំហ្នឹងគឺមានអីគេខ្លះទៅហើយខ្ញុំរៀបចំឲ្យប្រហែល%អញ្ចឹងទៅអ្នកទាំងអស់គ្នាហើយជាពួកនេះដែរគឺពួកដែលខ្ញុំកេងអ្នកទាំងអស់គ្នាគឺមានកម្រិតអត់ទៅ3ទឹកហើយឥឡូវគឺខ្ញុំអត់ទាន់បានរៀបចំអីទេអញ្ចឹងគឺវាមានសភាពបែបហ្នឹងហើយវាមានជាមួយនឹងតុក្កតាទីទួយហើយចំពោះការដែលរៀបចំអីគឺវាប្រហែលខ្លះទេដែលស្អាតតែខ្ញុំទៅរើចូលមកនៅដែរដូចខ្ញុំបាននិយាយខាងទាំងអស់គ្នាអញ្ចឹងគឺបន្ទប់នេះគឺវាមើលទៅស្ថានភាពរបស់វាគឺអត់ស្អីជាស្អាតទេគឺវារៀងកខិតថាវាបន្ទប់នេះគឺគេសាងសង់មករៀងយូរឆ្នាំដែរប៉ុន្តែមើលទៅបន្ទប់ហ្នឹងគឺទូលាយទាំងអស់គ្នាហើយគឺមានប្អួយដល់ទៅ3នេះប្អួយខាងនេះមួយអញ្ចឹងទៅហើយក៏មានប្អួយនៅខាងនេះមួយទៀតហើយនឹងប្អួយនៅខាងនេះមួយទៀតអញ្ចឹងវាធ្វើឲ្យបន្ទប់របស់ខ្ញុំគឺមានខ្យល់ចេញចូលហើយមានពលឺបានគ្រប់គ្រាន់អញ្ចឹងទៅធ្វើឲ្យរបស់ខ្ញុំរៀងសោះស្រាយទៅគឺវាអត់សូវជាស្មុគស្មាញអីប្រហែលទេហើយនេះដែរទាំងអស់គ្នាគឺជាប្អួយទី1ចំពោះវាគឺយើងអាចដាក់វាំងនោះដើម្បីបាំងពលឺបាននៅពេលដែលយើងចង់បើកទៅគឺយើងអាចបើកបានអញ្ចឹងទៅហើយយើងអាចមើលទៅខាងក្រោមបានហើយចំពោះដែលខ្ញុំមើលនៅនេះទាំងអស់គ្នាគឺជាន់ទី2ឥឡូវគឺងាកមកកលេចមើលជាមួយនឹងបន្ទប់ទី2ច្រឡំទាំងអស់គ្នាងាកកលេចមើលជាមួយនឹងប្អួយទី2វិញទាំងអស់គ្នាប្អួយទី2គឺយើងមានវាំងនោះសម្រាប់បាំងហើយយើងអាចលត់វាមើលឬក៏អាចវេចវាបានដើម្បីមានពលឺចេញចូលបានហើយយើងអាចមើលទៅតែសភាពខាងក្រោមនឹងបានទាំងអស់គ្នាឥឡូវគឺខ្ញុំដាក់មករកប្អួយទី3ដើម្បីថតបង្ហាញទាំងអស់គ្នាបានឃើញនេះគឺជាទីតាំងប្អួយទី3ហើយចំពោះប្អួយទី3ហ្នឹងគឺវាស្ទែងជាមួយនឹងប្អួយទី1ហើយនិងប្អួយទី2ដូចគ្នាហើយយើងអាចមើលស្ថានភាពនៅខាងក្រៅបានទាំងអស់គ្នាមើលទៅនេះគឺយើងអាចមើលទៅក្រៅបានគឺមានផ្ទះមានអីហើយអុយមកតែកាមេរ៉ានេះវា self focus អីចឹងទៅនេះនៅខាងក្រៅហ្នឹងគឺគេមានកន្លែងរៀងរថយន្តមានអីចឹងទៅគឺយើងអាចមកទៅឃើញមានខ្យល់មានពលឺចេញចូលបានស្រស់ស្រាយខ្លាំងមែនតើមកហើយនេះគឺខ្ញុំរៀបចំអត់ទាន់ហើយទាំងអស់គ្នាឃើញចឹងគឺមានកេះឡាំងមានអីចឹងទៅហើយងាកមកខាងនេះវិញគឺខ្ញុំរៀបឌីហ្សាញជាមួយនឹងការរៀបចំហើយចំពោះការបញ្ចូលកៅរបស់ខ្ញុំគឺបានតែប៉ុណ្្នឹងឯងទាំងអស់គ្នាគូវាអត់ទាន់បានហើយអីខ្លះទេគ្រាន់តែហើយបានប្រហែលជាញីមុំបន្ទប់នេះខ្ញុំរៀបចំបានប្រហែលបានជា10%អីទាំងអស់គ្នាព្រោះថាខ្ញុំបានដោះលាងបន្ទប់នឹងបានរៀងខ្លួនបាយចឹងទៅតែបើសិនជាឲ្យវាស្អាតមកគឺវាអត់ទាន់ស្អាតទេគឺមានបន្ទប់របស់ខ្ញុំហ្នឹងគឺវាមានជាមួយប្លង់នេះគឺខ្ញុំដាក់ជាមួយនឹងវ៉ាលីរបស់ខ្ញុំទាំងអស់គ្នាដោយសារតែវ៉ាលីនេះគឺយើងអាចដាក់ពេលដែលយើងដើរលេងអីបានចឹងហើយខ្ញុំក៏ដាក់ជាមួយនឹង plan នេះដែរទាំងអស់គ្នាចំពោះ plan នេះដាក់ទៅគឺធ្វើឲ្យយើងមានអារម្មណ៍ស្រស់ស្រាយហើយចំពោះ plan ដែរទាំងអស់គ្នាគឺមិនមែនជារបស់ពុតអីទេប៉ុន្តែដាក់ទៅគឺមើលទៅគឺស្រស់ស្រាយខ្លាំងមែនតើហ្មងគឺខ្ញុំដាក់សងខាងមួយម្នាក់ហ្នឹងទៅហើយឥឡូវគឺខ្ញុំបានតនតឡើងជាមួយនឹងទូស្បែកជើងរបស់ខ្ញុំតែកន្លែងដាក់ស្បែកជើងរបស់ខ្ញុំអញ្ចឹងហើយគឺខ្ញុំលាបស្បែកជើងរបស់ខ្ញុំដាក់ខាងក្រោមសិនទៅព្រោះថាអត់ចង់ឲ្យវាញ៉ៃហើយអីចឹងទៅខ្ញុំធ្វើម្ដងមួយផ្នែកចឹងទៅហើយកៅរបស់ខ្ញុំទាំងអស់គ្នាឃើញចឹងមិនតែឆ្លើយគាត់បានដាក់តែហើយពិបាកនៅក្នុងការរៀបចំខ្លាំងមែនតើហ្មងនេះគឺគាត់មិនបានប្រហែលជា10%អីទេឥឡូវ
ឥឡូវទាំងអស់គ្នាងាកមកឈរមកខាងទៀតរបស់ខ្ញុំចំពោះឈរមកខាងទៀតរបស់ខ្ញុំនេះគឺមានជាមួយនឹងប្រភេទដែលខ្ញុំរៀបចំទូសម្រាប់ដាក់សភៅហើយចំពោះសភៅគឺខ្ញុំរៀបចំដាក់វាសិនទេទាំងអស់គ្នាគឺអត់ទាន់ហើយអីទេហើយវាមានជាមួយនឹងតុដែលខ្ញុំទុកសម្រាប់អង្គុយ make up make អីចឹងទៅមកធ្វើការហើយខ្ញុំអាចរៀនអាចថតវីដេអូឲ្យបានលើហ្នឹងដែរគម្រោងរបស់ខ្ញុំនឹងព្យាយាមរៀបចំវាឲ្យបានស្អាតហើយនឹងទាញតុមកបន្ថែមទៀតដែរទាំងអស់គ្នាគឺមើលទៅវានៅរៀងញ៉ៃញ៉ៃទៅសម្រាប់លើតុប្រខាងនេះដែរគឺវាមានចំពោះវាមានជាពពួកគ្រឿង make up ក្រែមម្សៅរបស់ខ្ញុំហើយមានជាមួយនឹងពពួកដែលខ្ញុំសម្រាប់ make up អីចឹងទៅគឺខ្ញុំរៀបចំឲ្យនៅតុអញ្ចឹងទាំងអស់គ្នាអាចមើលបានគឺវាសភាពរបស់វាគឺវានៅរៀងញ៉ៃញ៉ៃអីចឹងទៅតែខ្ញុំរៀបចំវាអត់ទាន់ហើយទេហើយងាកមកមើលទូរបស់យើងខាងនេះវិញសម្រាប់ទូគឺខ្ញុំរៀបចំជាមួយនឹងកាបូបហើយនឹងថងឲ្យវត្តរបស់ខ្ញុំបានខ្លះហ្នឹងទៅហើយកាបូរបស់ខ្ញុំគឺខ្ញុំបញ្យល់អត់ទាន់អស់គឺនៅវាមានច្រើនទៀតប៉ុន្តែដោយសារតែខ្ញុំរៀបចំអត់ទាន់ហើយអញ្ចឹងហើយយើងធ្វើម្ដងមួយផ្នែកអញ្ចឹងទៅឥឡូវសភៅរបស់ខ្ញុំគឺខ្ញុំចិត្តតែរៀបដាក់សិនទៅអានេះគឺជាមើលនៅពេលខ្ញុំរៀបចំបន្ទប់នឹងសារថ្មីទៀតខ្ញុំនឹងថតវីដេអូឲ្យទាំងអស់គ្នាបានឃើញបន្ថែមទៀតអញ្ចឹងទៅឥឡូវគឺខ្ញុំនឹងថតវីដេអូអំពីបន្ទប់ទឹកដែលខ្ញុំបានរៀបចំខ្លះៗអញ្ចឹងទៅទាំងអស់គ្នាអូខេទាំងអស់គ្នាងាកមកមើលឈុំនេះវិញគឺឈុំបន្ទប់ទឹករបស់ខ្ញុំឥឡូវខ្ញុំនឹងចាប់តាមដាក់ទៅក្នុងបន្ទប់ទឹករបស់ខ្ញុំឲ្យទាំងអស់គ្នាបានឃើញមកគឺមកទៅអ្វីៗដែលយើងចូលមកទៅបងនឹងគឺវាក៏ខិតខ្លាំងមែនតើហ្មងតែខ្ញុំឥឡូវគឺខ្ញុំបានរៀបចំជួខ្លះហើយសម្អាតខ្លះនឹងរៀបចំឲ្យវ៉ាន់ចូលបានខ្លះហើយវាបានប្រហែលជា10%អីទេគឺវាអត់ទាន់បានទាំងស្រុងទេហើយឥឡូវគឺខ្ញុំដាក់កំហែតុក្កតារបស់ខ្ញុំខាងមុខហ្នឹងដើម្បីទុកជូតទឹកមកយើងកុំឲ្យយើងដើរមកសាងបន្ទប់របស់យើងអញ្ចឹងទៅហើយវាក៏មិនទាន់ជាស្អាតទាំងអស់គ្នាមកស្នាមភាពរបស់វាគឺអញ្ចឹងទេថ្ងៃក្រោយទៀតគឺខ្ញុំនឹងរៀបចំវាឲ្យបានស្អាតហ្មងឥឡូវងាកមកខាងក្នុងនេះវិញខាងក្នុងនេះគឺខ្ញុំរៀបចំជាមួយនឹងគ្រឿងរបស់ដែលខ្ញុំផលផុតដូចជាសាប៊ូកក់សាដូចជាខេមធ្វើសហើយនៅសម្រាប់hair primer ឬក៏អីចឹងទៅទាំងអស់គ្នាឲ្យនិយាយថាសាប៊ូកក់សាមានពពួកបតុនហើយនិងពពួកអបសាក់របស់ខ្ញុំរៀបចំនៅខាងក្រោមហ្នឹងទៅគឺវាបានតែបន្តិចទេទាំងអស់គ្នាដែលថាតែខ្ញុំអត់ទាន់រៀបចំឥឡូវហ្នឹងគឺខ្ញុំបានដាក់កំងជាមួយប្រភេទដែលយើងរៀបចំបន្ទប់ទឹកហើយនៅបន្ទប់របស់ខ្ញុំតែប៉ុន្តែវាអត់ទាន់ហើយទេអញ្ចឹងនៅពេលដែលខ្ញុំកំងបានស្មោសម្រាប់រៀបចំបន្ទប់ដូចជាបន្ទប់ទឹកដូចជាអីហ្នឹងខ្ញុំនឹងព្យាយាមរៀបចំឲ្យទាំងអស់គ្នាបានឃើញហ្មងហើយធ្វើវីដេអូទាំងអស់គ្នាបានឃើញហ្មងថាខ្ញុំនឹងផ្លាស់ប្ដូរពីបន្ទប់បែបនេះទៅជាបន្ទប់មួយដែលវាមានរបៀបរៀបរយហើយស្អាតព្រោះថានៅពេលដែលបន្ទប់របស់យើងវាមានរបៀបរៀបរយអញ្ចឹងទៅគឺធ្វើឲ្យយើងនៅមានវាថាមានក្តីសុខផ្លេចចិត្តអីចឹងទាំងអស់គ្នាឲ្យធ្វើឲ្យអារម្មណ៍យើងស្រស់ស្រាយអញ្ចឹងទៅអញ្ចឹងទាំងអស់គ្នាកុំភ្លេចតាមដានជាមួយខ្ញុំទាំងអស់គ្នាណាឥឡូវកម្មដល់ថ្ងៃទី2របស់ខ្ញុំវិញហើយចំពោះថ្ងៃទី2របស់ខ្ញុំនេះគឺពេលព្រឹកគឺខ្ញុំបានថតឲ្យទាំងអស់គ្នាបានឃើញទេអញ្ចឹងកម្មដល់ពេលថ្ងៃហ្មងទៅនៅពេលថ្ងៃនេះគឺអង្គុយសោកសោកក៏គឺខាងអីវ៉ាន់ហ្នឹងគឺទេមកប្រាប់ថាអីវ៉ាន់របស់ខ្ញុំគឺបានមកដល់ហើយអីវ៉ាន់ដែលខ្ញុំបានតែងមកសម្រាប់ឌីក្រេបន្ទប់របស់ខ្ញុំហ្នឹងប៉ុន្តែវាមិនដល់តាមមួយទេអញ្ចឹងហើយខ្ញុំក៏មានប្រអងពេលយូរដែរប្រៀបចំតែងខ្លួននេះពាក់កៅអៅហ្នឹងដើម្បីទៅយកអីវ៉ាន់ជាមួយខ្ញុំទាំងអស់គ្នាហើយចំពោះថ្ងៃនេះដែរគឺខ្ញុំពាក់ជាមួយនឹងអាវពណ៌ផ្ទៃមេឃហ្នឹងជាមួយនឹងខោកបួយរបស់ខ្ញុំហើយខ្ញុំក៏មានបន្ថែមជាមួយនឹងអាវខ្យល់ដែរព្រោះថាពេលថ្ងៃគឺរៀងក្តៅតិចចុះអញ្ចឹងអាចពាក់អាវតែមួយជាន់បានទេគឺត្រូវតែមានអាវខ្យល់បន្ថែមទៀតតាមប្រាប់ទាំងអស់គ្នានៅថងនេះគឺខ្ញុំបានថតវីដេអូជាមួយនឹងការ make up របស់ខ្ញុំដើម្បីទៅជាមួយខ្ញុំដែរប៉ុន្តែថតចុះថតឡើងគឺថាអត់ជាប់សោះដឹងថាបាត់តាណាបាត់អញ្ចឹងហើយក៏មានវីដេអូជាមួយនឹងការ make up ដែរអញ្ចឹងមានថាមានរៀបចំតែងខ្លួនហ្នឹងពាក់អាវទៅយកអីវ៉ាន់ហ្មងទៅឥឡូវ outfit របស់ខ្ញុំគឺមានតែប៉ុណ្្នឹងឯងហ្នឹងគឺថាងាយៗស្រួលៗដើម្បីចេញទៅក្រៅពីទៅអីវ៉ាន់តាម plate ហ្នឹងគឺបានហើយឥឡូវគឺខ្ញុំបន្ថែមជាមួយនឹងអាវខ្យល់ទៅគឺថាកាន់តាអត់សូវក្តៅអីអញ្ចឹងណាទាំងអស់គ្នានៅពេលដែលយើងបន្ថែមអាវខែពីខាងក្រៅអញ្ចឹងទៅគឺថាអត់ធ្វើយើងក្តៅបានទេឥឡូវវ៉ាន់ដែលខ្ញុំកំងមកដល់ហើយយើងអត់គ្នាអានបុកស៊ីទៅគឺជាប្រភេទបិទក្រូបាត់របស់ខ្ញុំកំងបានហ្នឹងគឺថា4ដុំហ្នឹងហ្មងកំងមកឡើងច្រើនតែម្ដងមកតែ4ដុំហ្នឹងទេគឺថារៀងសេតបន្តិចដែរតែអីទេសាត់តែបានម្ដងហើយអូខេទាំងអស់គ្នាឥឡូវកម្មដល់ចូលជាមួយនឹងថ្ងៃទី3ជាមួយខ្ញុំហ្មងទៅឥឡូវគឺជាថ្ងៃទី3ដែលខ្ញុំងើបពីព្រឹកព្រលឹមមកប្រហែលជាម៉ោង6ជាងអីនៅទាំងអស់គ្នាគឺមកដើម្បីget readyហ្នឹងដើម្បីថតសកម្មភាពខ្លះៗឲ្យទាំងអស់គ្នាបានឃើញនឹងព្រោះថាខ្ញុំនឹងដឹងថាខ្លួនឯងមានសកម្មភាពអីខ្លះទេមកនិយាយចឹងក្រោយនេះគឺខ្ញុំអត់សូវបានងើបពីព្រលឹមចឹងទេដែលនៅពេលនេះបានងើបពីព្រលឹមចឹងទៅគឺថាសរសៃខ្លាំងមែនតើហ្មងហើយឥឡូវមក get ready ជាមួយខ្ញុំទាំងអស់គ្នាហ្មងទៅចឹង
គ្នាលើ Garage របស់ខ្ញុំគឺបានបញ្ចប់ហើយថ្ងៃនេះគឺខ្ញុំពាក់ជាមួយនឹងឈុតនឹងងាយស្រួលខ្លាំងមែនតើហ្មងខ្ញុំពាក់ជាមួយនឹងអាវអៀមពណ៌ខ្មៅហ្នឹងហើយបន្ថែមជាមួយនឹងអាវយឺតពណ៌ខ្មៅទៀតងាយស្រួលហើយមើលទៅផាសុខភាពខ្លាំងមែនតើហ្មងហើយឥឡូវគឺខ្ញុំចាប់តាមចេតនាចុះទៅក្រុមនឹងដើម្បីហូបកាហ្វេមួយកែវ lời cực phê bảo nhâm cứ ba mặt đó đây ơi pe phật nâng cứ nhâm đã tạc cà phê mà keo nâng tới đây sao ta pe phật lầm tăng nhâm mà toàn clean ai tê chẳng hai nhân tạc cà phê mà keo tới đằng bay như thao mà bớt thưa sẽ cặp hiệp xem tiệt ai da ai lỡ bằng cà phê mà keo hai cái nhâm lang mà bắt tục bên chân tay tạc óc nên sao ta pe phật cho cứ nhâm mà toàn clean ai tê chẳng hai cái đã cà phê mà keo tới đằng ai luôn ai hiện sao sẽ ý chân tay nè và tao bị chết cực quê cho không khô nhau mai vì tha không khô đang cứ tha sọ xe khang men ten mong chẳng hai nhau quả chết ăn chỉ muốn là sập hơi đang tích tao bố tha được bị đặt bê phật cho những ăn sập hơi tới cái chui ở dương miền lòng xa xa hay miền thảo bố khang men ten mong